Trong như được xưa, con như thế là nhỏ kia, ởประกอบประองและตรงบันทายสร้างcon ở kia, rồi đầm na ประกอบด้วยสวัสดิภาพมาการสลาเรียนในทางนี้ในทางนี้ยังนำมันต่อสลับประมันตู้ตามยาสืบเพิ่มประกอบพิสำหรับกฎหมายสำนวนต่อการอธิษฐานในอ่านประมันตู้ในทางนี้โดยเฉพาะสมคนออกนี้ยังยกจุดดักดั้มในมีเรียนสำคัญในทางนี้ថ្ងៃទី99ពេលវេលាអាក្រក់ព្រះគម្ពីរនាងរស់ជំពូក1ខ1ដល់13កាលពីយូរលង់ណាស់មកហើយមានស្ត្រីម្នាក់ឈ្មោះណាអូមីនាងរស់នៅក្នុងភូមិបេតលេហឹមជាមួយប្តីរបស់គាត់ឈ្មោះអេលីម៉ាឡិចនិងកូនប្រុសពីរនាក់ឈ្មោះម៉ាឡូននិងគីលីយ៉ុតដែលគាត់ស្រឡាញ់ជាទីបំផុតនៅក្នុងអំឡុងពេលកើតទុរភិក្សពួកគេនាំគ្នាចេញទៅរស់នៅក្នុងស្រុកម៉ូអាប់ពេលនោះប្តីរបស់នាងណាអូមីទទួលមរណភាពនាងណាអូមីចិញ្ចឹមកូនរបស់គាត់ដោយបង្រៀនពួកគេអំពីព្រះអង្គម្ចាស់ពេលពួកគេធំពេញវ័យពួកគេរៀបការជាមួយស្ត្រីសាសម៉ូអាប់ជាសត្រូវរបស់សាសអ៊ីស្រាអែលជាច្រើនឆ្នាំកន្លងមកហើយប៉ុន្តែនាងណាអូមីហាក់បីដូចជាមិនបានគិតដល់រឿងនោះទេគាត់ស្រឡាញ់កូនប្រសាដោយកូនស្រីបង្កើតរបស់គាត់ដែរបន្ទាប់មកកូនប្រុសទាំងពីររបស់គាត់ក៏ស្លាប់ដែរនាងណាអូមីនិងកូនប្រសាទាំងពីររស់នៅដោយគ្មានស្វាមីពួកគាត់ទាំង3នាក់មានទុក្ខព្រួយកូនប្រសាទាំងពីររបស់គាត់ឈ្មោះអូប៉ានិងកូនម្នាក់ទៀតឈ្មោះរស់ពួកគេរស់នៅជាមួយនាងណាអូមីហើយជួយគាត់តាមកិច្ចការដែលពួកគេអាចជួយបានប៉ុន្តែក្រោយមកនាងណាអូមីបានឮដំណឹងថាស្រុកអ៊ីស្រាអែលលែងមានទុរភិក្សទៀតហើយនាងណាអូមីពោលថាកូនអើយម៉ែចង់វិលត្រឡប់ទៅស្រុកកំណើតរបស់ម៉ែវិញស្រុកនោះនៅឆ្ងាយពីទីនេះណាស់ម៉ែមកពីកុលសម្ព័ន្ធមួយរបស់សាសអ៊ីស្រាអែលម៉ែនឹងទៅស្រុកនោះឥឡូវនេះរីឯកូនវិញកូនអាចវិលត្រឡប់ទៅរស់នៅជាមួយឪពុកម្ដាយវិញពួកគេនឹងមើលថែកូនប្រហែលជាអាចមានប្តីថ្មីក៏ថាបានកូនប្រសាពោលថាទេកូនចង់រស់នៅជាមួយអ្នកម្ដាយប៉ុន្តែនាងណាអូមីក្រវីក្បាលហើយពោលថាតើកូននឹងធ្វើដូចម្ដេចម៉ែចាស់ហើយម៉ែមិនអាចរកប្តីឲ្យកូនបានទេកុំឆោតពេកត្រឡប់ទៅផ្ទះវិញទៅនាងណាអូមីស្រឡាញ់កូនប្រសាទាំងពីរនេះណាស់គាត់ចង់ឲ្យពួកគេនៅជាមួយគាត់ប៉ុន្តែគាត់ក៏ចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់ពួកគេដែរតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់ចង់បង្រៀនអ្វីមកកាន់យើងទាំងអស់គ្នាតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះជាម្ចាស់ចង់ឲ្យយើងឃើញពីលក្ខណៈរបស់មនុស្សនិងរបៀបរស់នៅក៏អាចមានឥទ្ធិពលដល់មនុស្សជុំវិញខ្លួនដែរដូចជាលោកស្រីណាអូមីជាជនជាតិអ៊ីស្រាអែលប៉ុន្តែបង្រៀនកូនប្រសាស្រីជាជនជាតិម៉ូអាប់ឲ្យគោរពកោតខ្លាចព្រះជាម្ចាស់បានដូចខ្លួនដែរយើងដឹងហើយថាការធ្វើជាជនភៀសខ្លួនវាពិតជាពិបាកណាស់ពីព្រោះត្រូវចាកចោលផ្ទះមិត្តភ័ក្តិនិងស្រុកកំណើតការបាត់បង់សមាជិកគ្រួសារគឺរឹតតែពិបាកជាងនេះទៅទៀតក្រៅពីនេះរទេះខ្លួនអស់រយៈពេលជាច្រើនឆ្នាំការវិលត្រឡប់មកផ្ទះវិញក៏ជារឿងពិបាកដែរមានរឿងជាច្រើនបានផ្លាស់ប្ដូរអ្នកក៏អាចផ្លាស់ប្ដូរដែរប៉ុន្តែព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរទេព្រះハរតីស្មោះត្រង់របស់ព្រះអង្គនៅតែដដែលដូច្នេះសូមបងប្អូនអរគ្នាបានបិទភ្នែកហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះជាម្ចាស់នៃសេចក្តីស្រឡាញ់ដ៏អកលអើយកូនសូមអរព្រះគុណសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលបានបង្ហាញកូនពីសេចក្តីស្រឡាញ់របស់លោកស្រីណាអូមីចំពោះកូនប្រសារបស់គាត់ព្រះអង្គអើយសូមជួយឲ្យកូនចេះស្រឡាញ់អ្នកដទៃដោយមិនគិតពីផលប្រយោជន៍ពីរូបរាងពីឋានៈឬពីចំណេះដឹងអ្វីឡើយសូមឲ្យកូនអាចស្រឡាញ់អ្នកដទៃតាមព្រះបន្ទូលទ្រង់ជាអ្នកបង្គាប់សូមឲ្យកូនរស់នៅដោយគោរពកោតខ្លាចដល់ព្រះជាម្ចាស់ជានិច្ចកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រូវរៀបពិចារណាទី1តើប្តីប្រពន្ធពីរនាក់ដែលចំណាក់ស្រុកមករស់នៅក្នុងស្រុកម៉ូអាប់នោះមានឈ្មោះអ្វីខ្លះទី2ពួកគេមានកូនប្រុស2នាក់និងកូនប្រសាស្រី2នាក់តើពួកគេមានឈ្មោះអ្វីខ្លះទី3ហេតុអ្វីបានជាលោកស្រីណាអូមីចង់វិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញតាមរយៈការស្ដាប់ព្រះបន្ទូលអំបញ្ញមិញនេះតើកូនបានទទួលនៅព្រះបន្ទូលអ្វី
អ្នកគ្រូសង្ឃឹមថាកូននឹងអនុវត្តតាមព្រះបន្ទូលនៅថ្ងៃនេះអរគុណព្រះអង្គសូមព្រះយេស៊ូវបានប្រទានពរដល់កូនអ្នកគ្នា